សួស្តីថ្ងៃនេះខ្ញុំចង់ពន្យល់អំពីការចងម៉ាក្រូការបង្កើតម៉ាក្រូជាអីម៉ាក្រូគឺជាការចងនៅសកម្មភាពដែលយើងបានធ្វើដើម្បីឲ្យយើងចំណេញពេលឥឡូវខ្ញុំបញ្យល់ថាអញ្ចេះឥឡូវនេះយើងកំពុងតែវាយអក្សរអង់គ្លេសហ្វុនអង់គ្លេសអញ្ចឹងពេលដែលខ្ញុំចង់ដូរមកហ្វុនខ្មែរសកម្មភាពដែលខ្ញុំត្រូវធ្វើមានអីខ្លះទី1ខ្ញុំត្រូវដូរភាសាបន្ទាប់មកយើងដូរមកខ្មែរឲ្យបាត់ដំបងឬក៏យើងអាចដូរហ្វុនទៅ12អញ្ចឹងវាចំណាយពេលយូរអញ្ចឹង macro វាមានប្រយោជន៍អញ្ចឹងមានន័យថាវាចងសកម្មភាពដែលខ្ញុំដូរហ្វុនហ្នឹងបន្ទាប់មកវាបង្កើតបានជាប៊ូតុនមួយដែលយើងគ្រាន់តែចុចភ្លាមវាដូរហ្វុនឲ្យភ្លាមដូរភាសាឲ្យភ្លាមអញ្ចឹងគេអនុវត្តក្នុងការដូរឬក៏ក្នុងការចង macro ទាំងអស់គ្នាអញ្ចឹងដើម្បីចង macro បានឬក៏ record macro បានយើងចូល view បន្ទាប់មករកពាក្យ macro ហើយចុចសញ្ញាព្រួញចុះក្រោមនេះយើងយកពាក្យថា record macro បន្ទាប់មកយើងត្រូវដាក់ឈ្មោះឲ្យ macro ដែលយើងបង្កើតហ្នឹងដាក់អីក៏បានដែរឥឡូវឧទាហរណ៍ថាខ្ញុំដាក់ថាបាត់ដំបងបន្ទាប់មកខ្ញុំចុច OK អញ្ចឹងយើងនឹងចាប់អារម្មណ៍ថានៅលើម៉ៅរបស់យើងហ្នឹងវាមានសញ្ញាកាសែតមួយមានន័យថាវាកំពុងតែ record ហើយសកម្មភាពដែលយើងចុចវានឹង record ទុកអញ្ចឹងដំបូងគេខ្ញុំត្រូវដូរភាសាមកភាសាខ្មែរសិនហើយខ្ញុំចូលទៅ home ខ្ញុំដូរ font មក font ខ្មែរ OS បាត់ដំបងហើយទំហំអក្សរខ្ញុំយក12យើងចងបានប៉ុណ្្នឹងហើយយើងត្រូវ stop វាវិញដោយចូល view បន្ទាប់មកយក macro ហើយយក stop recording អញ្ចឹងយើងចងបានសម្រេចហើយអញ្ចឹងរបៀបដែលយើងបញ្ចេញវាមកវិញគឺយើងត្រូវចូលកន្លែងនេះមកស្ដាំលើវាយកពាក្យថា more command ទៅតាម version កម្មវិធី Microsoft Word របស់យើង version ខ្លះវានៅខាងលើនេះហើយ version ថ្មីវាអាចនៅខាងក្រោមនេះអញ្ចឹងយើងដោះរកសញ្ញាព្រួយនឹងដូចគ្នាយើងចុចចូលកន្លែងហ្នឹងមកហើយយកពាក្យ more command បន្ទាប់មកយើងដូរកន្លែងនេះមក macro អញ្ចឹង macro ដែលយើងចងវាមានច្រើនអញ្ចឹងខ្ញុំរើស macro ដែលខ្ញុំទំចងឲ្យមិញឈ្មោះបាត់ដំបងនេះខ្ញុំចុចលើវាហើយយកពាក្យ add អញ្ចឹងកន្លែងនេះយើងអាចកែវាបានឧទាហរណ៍ថាយើងចង់ទៅសេវាខ្លីជាងមុនឬក៏ដូរនិមិត្តសញ្ញាយើងចុច modify អញ្ចឹងខ្ញុំដូរនិមិត្តសញ្ញាវាឧទាហរណ៍ថាខ្ញុំយកសញ្ញា A នេះហើយឈ្មោះកន្លែងនេះខ្ញុំដូរវាបន្តិចមកខ្ញុំលុបអានេះចោលខ្ញុំដាក់បាត់ដំបងហើយអញ្ចឹងយើងឃើញវាដូរបានសម្រេចហើយយើងចុច OK មកវាចេញឲ្យឥឡូវឧទាហរណ៍ថាខ្ញុំកំពុងតែវាយ font អង់គ្លេសអូខេអញ្ចឹងពេលដែលខ្ញុំចង់ដូរទៅបាត់ដំបងខ្ញុំគ្រាន់តែចុចលើនឹងមកគឺវាដូរឲ្យភ្លាមវិធីហ្នឹងគឺជាការចង macro វាមានប្រយោជន៍អញ្ចឹងគឺវាជួយឲ្យការងារយើងបានលឿនសូមអរគុណ